តែសម្រាប់ gimbal ថ្មី gimbal ថ្មីមុននឹងយើងប្រើទីមួយយើងត្រូវ activate យល់អត់ចឹងដើម្បី activate វាទីមួយយើង download app នេះសម្រាប់ DJI Ronin ហើយយើងចុចវាមកយើងបើក Bluetooth ក្នុងទូរស័ព្ទទៅវា detect ចេះឃើញអត់ចឹងយើងចុច connect អាហ្នឹងបើយើងចង់ដាក់ទូរស័ព្ទមួយទៀតបានទេបងយើង activate តែម្ដងឲ្យដាក់ទូរស័ព្ទមួយណាដាក់ទៅហើយវាយតាម password គេឲ្យហ្នឹងមកចឹងណានេះគេ device update ចឹងយើងវាត្រូវឲ្យ update យើងចុច update ទៅនេះវា download update អីហ្នឹងឃើញទេចឹងយើងចាំវា play ទៅកំពុង update ហើយឃើញអត់ចឹងបើសិនជាយើងអត់ activate ទេនៅកន្លែងនេះបានតែ5ដងតែយើងចុច skip គ្រប់5ដងវាទាំងធ្វើឡើងកើតចឹងណាlogin យើង update យើងអីហើយវាឲ្យយើង activate ហើយចឹងយើង activate ទៅចឹងបន្ទាប់មកយើង register ព្រោះ design យើងថ្មីអត់ដែលមាន account ណាចឹងយក register មកចឹងយើងវាយ email វាយអីតាមហ្នឹងទៅឲ្យ OK ទៅ activate ទៅប្រើបានហើយនេះពេលយើងពេញ email ពេញអីហើយមកយើងចុច activate ទៅវា OK ចឹងហើយចឹងយើងចុច OK តាមហ្នឹងទៅអានេះ plan នេះយើងអត់ត្រូវទេយើងយក skip នេះតែប៉ុណ្្នឹងឯងអស់ហើយអត់មានអីទៀតអញ្ចឹង gimbal យើងបើកមកប្រើបានហើយ activate ហើយប៉ុណ្្នឹង